កើលាន់ទឹះបូអាចប្រាប់យើងថាអ្វីមួយកំពុងចាប់ផ្ដើមពីទីឆ្ងាយហើយដំណឹងនោះកំពុងខិតមកជិតហើយអ្នកតាម្ចាស់ស្រុកអោបដៃយំបង្ហាញពីមនុស្សដែលជួបរឿងធំប៉ុន្តែខ្លួនមិនអាចធ្វើអ្វីបានមានត្រឹមតែការឈឺចាប់និងអស់សង្ឃឹមកំពឹសឡើងពងលើកំពូលភ្នំជារូបភាពដែលមើលទៅមិនធម្មតារបស់តូចមួយសត្វតូចមួយបែរជាឡើងទៅកន្លែងខ្ពស់ដល់កំពូលភ្នំវាធ្វើឲ្យយើងគិតថារឿងដែលតូចក៏អាចមានតម្លៃឬមានឥទ្ធិពលធំបានដែរកុកសសំងំក្នុងគុម្ពត្រែងអ្វីដែលយើងមើលទៅស្អាតនិងស្ងប់ស្ងាត់ក៏អាចមានអ្វីមួយលាក់នៅខាងក្នុងដូច្នេះពាក្យរបស់ចាស់ៗនេះប្រហែលមិនមែនចង់ឲ្យយើងចាំតែពាក្យទេចង់ឲ្យយើងចេះគិតចេះសង្កេតហើយកុំវិនិច្ឆ័យអ្វីត្រឹមតែអ្វីដែលភ្នែកមើលឃើញចាស់ប្រើពាក្យ4ឃ្លានេះសម្រាប់ឲ្យយើងពិចារណាចុះអ្នកវិញស្ដាប់ហើយយល់ថាអាចកំបាំងនេះចង់បង្ហាញពីអ្វីបាទជួបគ្នានៅថ្ងៃស្អែកជាវគ្គបន្ត